ខ្ញុំបានចំណាយប្រាក់1លានយ៉នដើម្បីដំឡើងប្រព័ន្ធកម្ដៅកណ្ដាលសម្រាប់ភូមិទាំងមូលគ្រាន់តែដើម្បីឲ្យឪពុកម្ដាយរបស់ខ្ញុំអាចទទួលបានភាពកក់ក្ដៅក្នុងរដូវរងានៅភាគសានដែលមានសីតុណ្ហភាពដក30អង្សាប៉ុន្តែមេភូមិបានលួចបង្វែរបំពង់មេចូលទៅក្នុងផ្ទះកញ្ចក់ដាំបន្លែទាំង4របស់គាត់ឪពុកម្ដាយរបស់ខ្ញុំត្រូវរងានៅក្នុងផ្ទះដ៏ត្រជាក់ដូចទឹកកករហូតដល់បូមាត់របស់ពួកគាត់ប្រែជាពណ៌ស្វាយបន្ទាប់មកគាត់បានញុះញង់អ្នកភូមិទាំងមូលឲ្យហៅខ្ញុំថាជាមនុស្សអាត្មានិយមខ្ញុំមិនបានប្រកែកទេខ្ញុំបានបង្កការទូទាត់ចុងក្រោយចំនួន5សែនយ៉នហើយបាននាំយកអេសកាវ៉ាទ័រចំនួន3គ្រឿងមកនៅចំពោះមុខអ្នកគ្រប់គ្នាខ្ញុំបានវាយកំទេចប្រព័ន្ធកម្ដៅដែលខ្ញុំបានចំណាយប្រាក់ទិញដោយខ្លួនឯងអ្នកភូមិបានហៅខ្ញុំថាជាមនុស្សគ្មានបេះដូងរហូតតតែខ្ញុំបញ្ចេញខ្សែអត្ថសម្លេងនិងសៀវភៅកណេទើបពេលនោះពួកគេបានដឹងថាយ៉ាវដេប៊ីអូមិនត្រឹមតែលួចកម្ដៅរបស់ខ្ញុំទេគាត់ថែមទាំងបានប្រើលុយរបស់ខ្ញុំដើម្បីកឹបកេងប្រាក់ឧបត្ថម្ភចំនួន1លានយ៉នទៀតផងក្រោយមកអ្នកភូមិទាំងមូលបានអង្វរខ្ញុំក្នុងយប់ដ៏ត្រជាក់ដើម្បីភ្ជាប់ប្រព័ន្ធកម្ដៅឡើងវិញខ្ញុំគ្រាន់តែនិយាយយ៉ាងស្ងប់ស្ងាត់ថាពេលឪពុកម្ដាយខ្ញុំរងាតើមិនមែនអ្នកទាំងអស់គ្នាទេដែលនិយាយថាអ្នកភូមិទាំងមូលមិនអាចរងាដោយសារតែគ្រួសារខ្ញុំនោះជាប៊ីអូពិតជាអស្ចារ្យមែនតើមែនទេបើគាត់មិនរត់ខ្វែងដៃខ្វែងជើងធ្វើរឿងនេះទេតើភូមិយើងមានប្រព័ន្ធកម្ដៅកណ្ដាលប្រាក់ខ្យល់ទេប៉ុន្តែមិនអាចសរសើរគាត់តែម្នាក់ឯងទេក្មេងឆៃអ៊ីនោះរកលុយបានខ្លះនៅខាងក្រៅហើយសុខចិត្តចំណាយ1លានយ៉នសម្រាប់ភូមិយ៉ាងហោចណាស់ក៏គេមានមន្តសការខ្លះដែរពិតមែនហើយបើអញរកស៊ីមានបាននៅខាងក្រៅអញគួរតែតបស្នងដល់ស្រុកកំណើតវិញឪពុកម្ដាយគេនៅតែរស់នៅទីនេះបើគេមិនបងតើនរណាបងឆៃអ៊ីត្រឡប់មកវិញហើយចុះបើគេត្រឡប់មកវិញយ៉ាងម៉េចមកចំពេលល្អឲ្យគេមើលថាតើភូមិយើងកក់ក្ដៅប៉ុណ្ណាហាប៉ាម៉ាក់ហេមិនអីទេម៉ាក់មិនរងាទេក្អកតើកម្ដៅឈប់ដើរតាំងពីពេលណាវាមិនមែនឈប់ដើរទេគ្រាន់តែវាមិនដែលកក់ក្ដៅសោះពួកយើងបានទៅជួបយ៉ាវដេប៊ីអូគាត់និយាយថាផ្ទះយើងនៅឆ្ងាយពេកសម្ពាធបំពង់មិនគ្រប់គ្រាន់ហើយប្រាប់យើងឲ្យទ្រាំទៅខ្ញុំជាអ្នកបងប្រាក់សម្រាប់ប្រព័ន្ធកម្ដៅទាំងមូលនេះកិច្ចសន្យាបានចែងយ៉ាងច្បាស់ថាប្រព័ន្ធកម្ដៅកណ្ដាលគ្រប់ដណ្ដប់គ្រប់ផ្ទះទាំងអស់នៅក្នុងភូមិជាពិសេសផ្ទះដូនតារបស់គ្រួសារឆាវឥឡូវនេះអ្នកគ្រប់គ្នានៅការិយាល័យភូមិកំពុងបើកបង្អួចព្រោះវាក្ដៅពេកខណៈដែលឪពុកម្ដាយខ្ញុំកំពុងរងានៅក្នុងផ្ទះរបស់ពួកគាត់ខ្ញុំបានហៅទូរស័ព្ទទៅវេជ្ជបណ្ឌិតពីស្រុកជិតខាងរួចក៏ងាកដើរចេញទៅខ្យល់នឹងព្រើបានបក់កាត់មុខខ្ញុំដូចជាកាំបិតហើយខ្ញុំអាចជឿសំឡេងរំខានពីការិយាល័យភូមិពីចម្ងាយកន្លះភ្លុកមើលចុះថានរណាត្រឡប់មកវិញថៅកែធំរបស់យើងមកដល់ហើយមកញ៉ាំតែបន្តិចទៅឲ្យកក់ក្ដៅហេតុអ្វីបានជាផ្ទះខ្ញុំមិនមានកម្ដៅគុំខឹងអីប្រព័ន្ធទើបតែចាប់ផ្ដើមដំណើរការដូច្នេះបញ្ហាតិចតួចគឺជារឿងធម្មតាទេផ្ទះឯងនៅចុងខាងកើតឯណោះសម្ពាធកម្ដៅមិនអាចរុញទៅដល់ឆ្ងាយបែបនេះទេអ្នកភូមិទាំងមូលមិនអាចរងាដោយសារតែគ្រួសារឯងទេមែនទេឆាវអ៊ីតាឯងចង់ធ្វើអ្វីខ្ញុំបង់លុយដើម្បីឲ្យអ្នកភូមិទាំងមូលទទួលបានភាពកក់ក្ដៅមិនមែនដើម្បីឲ្យឪពុកម្ដាយខ្ញុំរងាទេកុំនិយាយដូចឯងដឹងគ្រប់យ៉ាងអីភូមិជាអ្នករៀបចំគម្រោងនេះរបៀបរៀបចំបំពង់និងរបៀបកែតម្រូវសម្ពាធគឺជាបញ្ហាបច្ចេកទេសតាមមនុស្សក្រៅដូចជាឯងដឹងអ្វីខ្លះពិតមែនហើយជាប៊ីអូបានធ្វើការទាំងយប់ទាំងថ្ងៃហើយឯងត្រឡប់មកវិញបញ្ចេញចរិតបែបនេះផ្ទះឯងនៅដាច់ស្រយាលតើជាកំហុសរបស់អ្នកណាឯងមិនអាចរំពឹងឲ្យពួកយើងទាំងអស់គ្នារងាជាមួយឯងទេមានលុយធ្វើឲ្យឯងអស្ចារ្យមែនទេរាល់ពាក្យសម្ដីផ្លែផ្កាបានចាក់ដោតដូចជាបំណែកទឹកកកខ្ញុំបានសម្លឹងមើលមុខពួកគេមនុស្សទាំងនេះកំពុងរីករាយនឹងកម្ដៅដែលលុយខ្ញុំបានបង់ខណៈពេលដែលហៅខ្ញុំថាជាអ្នកបង្កបញ្ហាឆាវអ៊ីឯងមិនអាចអាត្មានិយមបែបនេះទេឲ្យគ្រួសារឯងទ្រាំសិនទៅយើងនឹងនិយាយគ្នានៅរដូវការីកំឡោះកុំចិត្តក្ដៅពេកខ្ញុំឈរនៅទីនោះក្នុងព្យុះព្រើហើយសម្លឹងមើលទៅមេឃដ៏ខ្មៅងឹតខ្ញុំមិនបានស្រែកហើយខ្ញុំក៏មិនបានជេរប្រតិចដែរព្រោះខ្ញុំដឹងថាបំណុលពិតប្រាកដត្រូវតែទូទាត់ម្ដងមួយកូនអត់ធ្មត់ទៅយើងសុទ្ធតែជាអ្នកចិត្តខាងនឹងគ្នាកុំធ្វើឲ្យមានរឿងអាក្រក់អីប៉ាអ្វីដែលប៉ានឹងម៉ាក់បានឆ្លងកាត់មិនមែនជារឿងដែលប៉ាគ្រាន់តែទ្រាំនោះទេឆាវដេប៊ីអូមិនងាយនឹងទោទេខ្ញុំក៏ដូចគ្នាដែរខ្ញុំបានយកប៉ែជីប្រឡាយនិងពិលដែលមានកម្លាំងខ្លាំងសាកថ្មទូរស័ព្ទឲ្យពេញពាក់ស្បែកជើងវែងការពីការអិលហើយចេញទៅពិនិត្យមើលដោយខ្លួនឯងមិនយូរប៉ុន្មានខ្ញុំបានទៅដល់ដើមអែមចាស់នៅច្រកចូលភូមិហើយដានក៏ជប់ភ្លាមខ្ញុំប្រញាប់ជីកកាយព្រើដោយប្រើប៉ែមាននរណាម្នាក់ច្បាស់ជាព្យាយាមលាក់បាំងវាទីដៅគឺខុសយ៉ាងច្បាស់វាមិនបន្តទៅទីខាងកើតទេវាបត់ទៅទីខាងជើងខ្ញុំបានបើក GPS នៅលើទូរស័ព្ទរបស់ខ្ញុំហើយចាប់ផ្ដើមវាស់ចម្ងាយដោយដើរតាមបំពង់រហូតដល់ទីបញ្ចប់វាបាននាំទៅដល់ផ្ទះកញ្ចក់ដាំបន្លែដែលទើបសាងសង់ថ្មីរបស់យ៉ាវដេប៊ីអូមានចំនួន4នីមួយមានទំហំជាង1000ម៉ែត្រការ៉េនៅខាងក្រៅមានព្យួរផ្លាកសញ្ញាដែលសរសេរថាដូចមូលដ្ឋានបង្ហាញបន្លែសម្រាប់ជីវភាពរដូវរងាភូមិ Kick រថយន្ត Pick up ថ្មីសន្លាមួយគ្រឿងត្រូវបានចតនៅមាត់ទ្វារនេះមិនមែនជាសម្ពាធទៀតទេនេះគឺជាការបង្វែរទីដៅខ្ញុំដំណើរការគម្រោងគ្រប់គ្រងផ្នែកវិស្វកម្មនៅរាជធានីខេត្តដូច្នេះខ្ញុំអាចមើលឃើញបញ្ហានៅក្នុងខ្សែបំពង់កម្ដៅដោយគ្រាន់តែមើលមួយផ្លេតយ៉ាវដេប៊ីអូបានកាត់ផ្ដាច់បំពង់មេដែលគួរតែលាតសន្ធឹងទៅទីខាងកើតហើយបង្វែរប្រភពកម្ដៅទៅផ្ទះកញ្ចក់របស់គាត់អ្នកភូមិផ្សេងទៀតកំពុងប្រើប្រាស់លំហូរដែលនៅសេសសល់បន្តិចបន្តួចខណៈដែលផ្ទះគ្រួសារឆាវត្រូវបានរុញចេញពីចុងខ្សែបំពង់ទាំងស្រុងវិស្វករឆេនម៉ាស៊ីនបូមកម្ដៅប្រាក់ខ្យល់គឺជាបាច់ដែលក្រុមហ៊ុនរបស់អ្នកផ្គត់ផ្គង់មែនទេលោកឆាវយប់ជ្រៅណាស់ហើយខ្ញុំសួរអ្នកតើតំបន់កម្ដៅណាខ្លះដែលត្រូវបានរចនានៅក្នុងកិច្ចសន្យាផ្ទះអ្នកភូមិបូករួមទាំងផ្ទះដូនតារបស់គ្រួសារឆាវសរុបប្រហែល11,000ម៉ែត្រការ៉េចុះបើបន្ថែមផ្ទះកញ្ចក់4,000ម៉ែត្រការ៉េទៀតនោះវាច្បាស់ជាលើសចំណុះហើយចាំសិនកិច្ចសន្យាមិនរាប់បញ្ចូលបន្ទប់ផ្ទះកញ្ចក់តតែសោះប្រសិនបើនរណាម្នាក់ផ្លាស់ប្ដូរបំពង់ដោយឯកជនតើវារាប់ថាជាការបំពានដែរឬទេពិតណាស់ប្រសិនបើវាធ្ងន់ធ្ងរវាថែមទាំងអាចប៉ះពាល់ដល់អាយុកាលរបស់ម៉ាស៊ីនទៀតផងផ្ទះកញ្ចក់ទាំង4នោះមានអ៊ីសូឡង់ខ្សោយនិងបាត់បង់កម្ដៅយ៉ាងខ្លាំងតម្រូវការកម្ដៅជាក់ស្ដែងរបស់ពួកគេគឺខ្ពស់ជាងផ្ទះធម្មតាឆ្ងាយណាស់យ៉ាវដេប៊ីអូមិនត្រឹមតែលួចកម្ដៅបន្តិចបន្តួចនោះទេគាត់កំពុងប្រើលុយរបស់ខ្ញុំដើម្បីដំណើរការអាជីវកម្មរបស់គាត់មនុស្សដូចគាត់ពូកែខាងធ្វើឈុតឆាកណាស់អ្នកមិនអាចបកស្រាយមុខរបស់ពួកគេដោយពាក្យសម្ដីតែម្យ៉ាងបានទេខ្ញុំបានបំរុងទុកគ្រប់រូបថតទាំងអស់ទៅក្នុង cloud ហើយផ្ញើវីដេអូទៅមេធាវីរបស់ខ្ញុំលោកឆាវមុនម៉ោង6ព្រឹកថ្ងៃស្អែកតើអ្នកអាចរក Excavator ចំនួន3គ្រឿងមួយមានក្បាលញួរធារិសាស្ត្រនិងឡានដឹកទំនិញធុនធ្ងន់មួយគ្រឿងមកកាន់ភូមិ Kick បានទេ
ការចូលទៅក្នុងភូមិក្នុងអាកាសធាតុបែបនេះគឺពិបាកណាស់ដូច្នេះខ្ញុំនឹងបង់ប្រាក់ទ្វេដងឧបករណ៍ទាំងអស់ត្រូវតែមានឯកសារត្រឹមត្រូវហើយអ្នកបើកបរគ្រប់រូបត្រូវតែនាំមន្ត្រីសុវត្ថិភាពមកជាមួយបាទខ្ញុំនឹងនាំយកក្បាលញួរនិងអេស្កាវ៉ាត័រដែលខ្លាំងបំផុតមកយើងនឹងចូលភូមិនៅព្រឹកស្អែកលោកជាវតើយើងកំពុងធ្វើការងារអ្វីវាកំទេចទ្រព្យសម្បត្តិរបស់ខ្ញុំផ្ទាល់ជាវយីបានទៅការិយាល័យភូមិហើយបង្កចំនួនកាលពីយប់មិញគឺគេពិតជាគិតថាគេអស្ចារ្យមែនបំបីពេញតែបែបនេះតើគេចង់គំរាមអ្នកណាឪពុកម្ដាយរបស់គេក៏ធ្វើរឿងគួរឲ្យអស់សំណើចដែរអ្នកភូមិទាំងមូលក៏ក្តៅបើមានតែផ្ទះរបស់ពួកគេត្រជាក់នោះវាច្បាស់ជាបញ្ហារបស់ពួកគេហើយតាជាវខ្ញុំគ្រាន់តែនិយាយទេកូនប្រុសរបស់អ្នកអាចមានលុយប៉ុន្តែគេមិនអាចក្រអឺតក្រទុំបែបនេះទេអ្នកភូមិទាំងមូលកំពុងប្រើប្រាស់កម្ដៅហើយគ្រួសាររបស់អ្នកនៅតែទូចរកកំហុសតើនោះមិនមែនគ្រាន់តែធ្វើឲ្យដេបៀលខ្មាស់គេទេ